ក្រាបដើមក្រូចឆ្មាអញ្ចឹងណាហើយមកគុំនេះនិយាយពីថាមើលមែនតែនហ្មងបងប្អូនអើយនិយាយថាមើលម្លងធំហើយបសាច់វាឡើងលឿងល្អហ្មងណាបងប្អូនហើយអាក្ដួចនេះម្ដាយរបស់ខ្ញុំក៏ថាគេហៅក្ដួចតណើពួកអីនៅពេលដែលយើងយកទៅកូរញ៉ាំយកទៅលីងញ៉ាំទៅវារៀងស្អិតអីចឹងណាហើយមានក្ដួចម្យ៉ាងទៀតដែលគេហៅថាក្ដួចខ្សាយអញ្ចឹងបងប្អូនវាអត់សូវឆ្ងាញ់ទេវារៀងជ្រុបអីចឹងណាបើអាក្ដួចតណើបនេះគឺធ្វើទៅវាឆ្ងាញ់ពួកអីវាស្អិតល្មួតអីចឹងណាបងប្អូនហើយក្ដួចមកគុំនេះនិយាយពីថាដោះក្នុងប្រហែលជា2ទៅ3ឆ្នាំដែរហើយប៉ុន្តែដែលបានកោះយកមកធ្វើញ៉ាំទេទើបតែលើកនេះម្ដាយរបស់ខ្ញុំគាត់ឃើញថាវារៀងធំណាបងប្អូនប៉ុន្តែម្ដាយរបស់ខ្ញុំគាត់ជីកទៅចេះតែបែកមួយកណាត់អីចឹងណាហើយនិយាយពីថាមើមក្ដួចនេះបងប្អូនអើយថាដូចសក់អញ្ចឹងនិយាយពីថារឹសវានឹងសម្បេមសមាហ្មងបងប្អូនកូនខ្ញុំហៅថាសក់ក្ដួចអីអញ្ចឹងណាពួកអីសតតែរឹសហ្មងបងប្អូននិយាយពីមេមច្មាហ្មងណាហើយមកគុំនេះម្ដាយរបស់ខ្ញុំក៏អត់ជីកយកទាំងអស់ទេក៏ទុករៀងមួយចំណិតដែរដោយសារតែយើងទុកកោះឆ្នាំក្រោយទៀតអីអញ្ចឹងណាយើងអត់បានកោះវាទាំងអស់ទេហើយយើងកោះហើយនឹងក៏យើងកាយដីកប់វិញទៅដើម្បីឲ្យវាដុះទៅឆ្នាំក្រោយទៀតយើងអាចធ្វើញ៉ាំបានទៀតអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាមកគុំហើយអាសាច់លឿងល្អអញ្ចឹងនិយាយវាថាទៅពេលដែលយើងចំអិនឆ្អិនណាយុបថាលាងបានពីប៊ីទឹកនេះទៅដើម្បីឲ្យស្អាតអីចឹងណាលាងទឹកលាងអីហើយហ្នឹងក៏យកមកចិតជាចំណិតផ្ទះអញ្ចេះបងប្អូនអរគ្នាចិតជាផ្ទះអញ្ចេះហាកុំឲ្យស្ដើងពេកកុំឲ្យក្រាស់ពេកអីចឹងប៊ីចិតអាទូចកុំតម៉ែប្រាប់តនអីចឹងណាបងប្អូននិយាយពីថាអូសាច់វាលឿងល្អមែនតើហ្មងបងប្អូនអើយហើយ